កូលេស្តេរ៉ុលជារឿយៗត្រូវបានគេចាត់ទុកថាជាសារធាតុដែលមានគ្រោះថ្នាក់ប៉ុន្តែវាក៏មិនអាចខ្វះបានសម្រាប់រចនាសម្ព័ន្ធការបញ្ជូនសញ្ញានិងការរស់រានមានជីវិតរបស់កោសិកាផងដែរតួនាទីនិងប្រភពកូលេស្តេរ៉ុលរចនាសម្ព័ន្ធកោសិកាវាជាម៉ូលេគុលក្រមួនដែលរកឃើញនៅក្នុងភ្នាសកោសិកានីមួយៗដែលជួយរក្សាស្ថិរភាពនិងភាពរឹងមាំនៃព្រំដែនខាងក្រៅរបស់កោសិកាប្រភពរាងកាយផលិតកូលេស្តេរ៉ុលភាគច្រើននៅក្នុងថ្លើមចំណែកឯមួយផ្នែកទៀតបានមកពីរបបអាហារការដឹកជញ្ជូនដោយសារវាមិនអាចធ្វើចលនាដោយសេរីក្នុងឈាមវាត្រូវបានដឹកនាំដោយ lipoprotein ដែលមានពីរប្រភេទសំខាន់ៗ LDL low density lipoprotein ដឹកជញ្ជូនកូលេស្តេរ៉ុលទៅកាន់ជាលិកានានា HDL high density lipoprotein ជួយដឹកជញ្ជូនកូលេស្តេរ៉ុលដែលលើសត្រឡប់ទៅកាន់ថ្លើមវិញដើម្បីកែច្នៃអត្ថប្រយោជន៍ផ្សេងទៀតក្រៅពីការចរាចរក្នុងឈាមកូលេស្តេរ៉ុលគឺជាធាតុផ្សំដ៏សំខាន់សម្រាប់អរម៉ូនរួមទាំងអរម៉ូនដែលគ្រប់គ្រងភាពតានតឹង stress ការរំលាយអាហារ metabolism និងការបន្តពូជទឹកប្រមាត់ជួយក្នុងការរំលាយជាតិខ្លាញ់វីតាមីន D ជួយដល់ឆ្អឹងនិងប្រព័ន្ធភាពស៊ាំតុល្យភាពគឺជាចំណុចសំខាន់បញ្ហាប្រសិនបើ LDL ច្រើនពេកវាអាចបង្កជាកំណក plaque នៅក្នុងសរសៃឈាមដំណោះស្រាយ HDL ជួយកម្ចាត់ជាតិខ្លាញ់ដែលលើសចេញពីប្រព័ន្ធរាងកាយកត្តាជាឥទ្ធិពលតុល្យភាពនេះត្រូវបានជាឥទ្ធិពលដោយ genetic របបអាហារសកម្មភាពរាងកាយនិងសុខភាពទូទៅសេចក្តីសន្និដ្ឋានកូលេស្តេរ៉ុលមិនមែនគ្រាន់តែជាកត្តាហានិភ័យនៃជំងឺនោះទេប៉ុន្តែវាគឺជាម៉ូលេគុលរចនាសម្ព័ន្ធនិងជាផ្នែកមួយដែលមិនអាចខ្វះបាននៃជីវវិទ្យារបស់មនុស្ស